សូមជូននៅរឿងខ្មោចស្រីឆ្លងសម័យមានរឿងមួយដំណាលថាមាននារីម្នាក់ឈ្មោះភឹមបានស្លាប់ដោយសារសង្គ្រាមព្រលឹងរបស់នាងវិលវល់នៅមិនទាន់ចាប់ជាតិថ្ងៃមួយខ្មោចស្រីនាងភឹមក៏បានហោះចូលទៅក្នុងរូងភ្នំមួយបានឃើញនៅវត្ថុចម្លែកក៏ចូលទៅជិតដើម្បីមើលឲ្យបានច្បាស់ភ្លាមនោះវត្ថុចម្លែកក៏បានបញ្ចេញពន្លឺយ៉ាងចែងចាំងហើយក៏បានស្រូបទាញព្រលឹងនាងបាត់មួយរំពេចព្រលឹងរបស់នាងបានហោះមកដល់ទីក្រុងនៅវេលាយប់ប្រមាណជាម៉ោង11យប់ខ្មោចស្រីនាងភឹមក៏បានលន់មកឡើងថាទីនេះហេតុអ្វីបានជាចម្លែកម្ល៉េះស្អីគេនឹងបានជាភ្លឺចែកចាំងបែបនេះសូម្បីតែដើមឈើក៏ភ្លឺដែរខ្មោចនាងភឹមហោះតាមផ្លូវតែងតែលងអ្នកដំណើរនៅពេលយប់អ្នកដំណើរដែលធ្វើដំណើរតាមប្រទេសសេះក៏បានឮសំឡេងចម្លែកមានខ្យល់បក់យ៉ាងត្រជាក់ព្រឺដល់ឆ្អឹងខ្នងពួកគេក៏បានឮសំឡេងស្រែកហៅពួកគេកុំតទៅលើពេកចាំខ្ញុំផងបុរសទាំងពីរដែលកំពុងតែបរទេសសេះក៏បានពិភាក្សាគ្នាថាអូលបងម៉ាញអើយសំឡេងអីគេហ្នឹងមិនបានជាគួរឲ្យខ្លាចម្លេះតិចលោខ្មោចលងយើងទៅមែនណាខ្ញុំក៏យល់ថាខ្មោចលងយើងដែរឥឡូវយើងគួរតែប្រុងប្រៀបបញ្ញាប់ឲ្យហើយទៅបើមិនកើតទេយើងរត់ទាំងអស់គ្នាមែនហើយខ្ញុំក៏យល់ថាយើងគួរតែរត់ដែរចាំខ្ញុំផងខ្ញុំសុំទៅដែរអូយថាខ្មោចមែនតោះពួកយើងរត់ទៅមិនរែកឆាប់រត់ទៅចាំកលបុរសទាំងពីរក៏បានរត់ចេញពីរទេះសេះរត់យ៉ាងលឿនគេចពីខ្មោចនោះហើយខ្មោចនាងភឹមក៏បានបាត់ខ្លួនមួយរំពេចនៅថ្ងៃបន្ទាប់ខ្មោចនាងភឹមបានដើរលងបន្លាចក្មេងៗផងដែរធ្វើឲ្យក្មេងៗភ័យរត់គ្រប់ទីកន្លែងហើយមួយខ្មោចនាងភឹមបានឃើញចៅម្នាក់ដែលបានលួចកង់របស់គេយកមកលាក់ទុកនៅក្នុងព្រៃខ្មោចស្រីនាងភឹមក៏បានមកដល់ហើយក៏បាននិយាយថាឯងហ៊ានលួចរបស់គេផងឆាប់យកឲ្យគេវិញភ្លាមបើមិនអញ្ចឹងទេយើងនឹងខំស៊ីឯងហើយបុរសចៅនោះគ្រាន់តែឃើញខ្មោចមានរូបរាងអាក្រក់បុរសចៅនោះភ័យណាស់ហើយក៏និយាយញ័រមាត់ថាខ្ញុំនឹងយកកង់នេះទៅឲ្យគេវិញសូមកុំធ្វើបាបខ្ញុំអីឆាប់យកឲ្យគេវិញភ្លាមខ្ញុំទៅហើយនិយាយចប់ចៅក៏បានរត់លីកង់យ៉ាងលឿនហើយយកទៅទុកនៅកន្លែងដើមវិញខ្មោចស្រីនាងភឹមក៏បានហោះទៅក្នុងទីក្រុងហើយបានប្រែកាឡាខ្លួនជានារីស្អាតម្នាក់ពាក់អាវសកំពុងឈរមើលទេសភាពតាមទីសាធារណៈនៅពេលនោះមានបុរសជាព្រះនារីម្នាក់ដើរមកដល់ហើយក៏និយាយញ៉ែនាងថាសួស្ដីអូនតើអូនទៅណាមិនបានជាមកម្នាក់ឯងអញ្ចឹងទីនេះស្ងាត់ណាស់ណាអូនមិនខ្លាចទេអីចាបងខ្ញុំមិនខ្លាចទេខ្ញុំមកតែម្នាក់ឯងទេបងក៏មកតែម្នាក់ឯងដែរអូនពិតជាស្អាតមែនពិតឬបងឯងនេះចេះតែសរសើរហើយពិតមែនណាបងមិនចេះតែនិយាយលេងទេអូនពិតជាស្អាតមែនថ្ងៃនេះបងអបសុកក៏ដើរមកលេងទីនេះតើអូនចង់ទៅដើរលេងនៅក្រៅក្រុងជាមួយបងទេទោះបីជាពេលយប់ក៏ដោយក៏មានទេសភាពស្អាតដែរបងឯងចេះតែថាហើយគ្មានទេសភាពណាពេលយប់ស្អាតទេបងចេះនិយាយលេងទេតើអូនព្រមទៅដើរលេងនៅជ័យក្រុងជាមួយបងទេបងនឹងយកម៉ូតូមកជូនអូនដើរលេងណាចាបងអូនព្រមបរិះព្រះនារីនោះគិតនៅក្នុងចិត្តថាខ្លួនពិតជាមានសំណាងណាស់នៅថ្ងៃនេះនិងគិតថាបានខ្លួននាងជាមិនខាននៅក្នុងយប់នេះព្រះនារីក៏បានដប់នារីខ្មោចនាងភឹមដែលកាឡាខ្លួនជាស្រីស្អាតនោះដើរលេងជុំវិញទីក្រុងនិងទៅតាមជាយក្រុងផងដែរតាមដងផ្លូវមានលក្ខណៈស្ងប់ស្ងាត់ខ្យល់អាកាសត្រជាក់បក់មកត្រសៀកធ្វើឲ្យព្រឺឆ្អឹងខ្នង1ម៉ោងក្រោយមកព្រះនារីក៏បានឈប់ម៉ូតូនៅក្រោមដើមឈើមួយមានព្រៃដុះស៊ប់ទ្រុបហើយក៏បាននិយាយថាហាថ្ងៃនេះនាងគឺជារបស់បងហើយដឹងទេមិនចាស់បង
anh chẳng thua ấy បងគឺចង់ថ្នាក់ថ្នមអូននឹងណាភ្លាមនោះបរោះព្រះនារីក៏ស្ទុះទៅរកនាងភឹមនាងភឹមធ្វើរឹកអឹមអៀនបែរខ្នងហើយនិយាយថា Tê bong ôn yên nè Con phải chẳng ấy គុំអៀនអីណាឆាប់បែរមុខមករកបងមកណាអូនពេលនោះខ្មោចនាងភឹមក៏បានងាកមុខមកព្រះនារីនោះក៏ឃើញហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងគឺជាក្បោចជួយផងក្បោច Con rốt tơ nè chẳng ôn hong អើយដល់បាត់ទេរត់ហើយបរោះជាព្រះនារីនោះក៏បានរត់យ៉ាងលឿនមិនគិតច្រើនឡើយរត់ចោលម៉ូតូដែលទុកនៅក្រោមដើមឈើនោះរត់បានមួយសន្ទុះមិនបានមើលផ្លូវច្បាស់ក៏បានបុកនឹងដើមឈើដ៏ធំមួយសន្លប់បាត់ស្មារតីមួយរំពេចលុះព្រឹកឡើងបរោះព្រះនារីនោះក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយក៏បានគិតនៅក្នុងចិត្តថានឹងឈប់ធ្វើជាព្រះនារីទៀតហើយអូយមិនកើតទេថ្ងៃនេះបង្ហាញថាជាកម្មពៀហើយចាប់ពីថ្ងៃនេះទៅខ្ញុំត្រូវតែឈប់ហើយឈប់ប្រព្រឹត្តរឿងនេះហើយដល់គម្រប់7ថ្ងៃខ្មោចស្រីនាងភឹមក៏បានហោះទៅលងបរោះម្នាក់ទៀតដែលមានឈ្មោះថាវិជ័យកំពុងហូបបាយនៅក្នុងវេលាយប់ខ្មោចស្រីក៏បានបង្ហាញខ្លួននៅកញ្ចក់បង្អួចហើយក៏និយាយថា Xua sday nè cầm lo Cầm bông phơi ảo ấy nâng វិជ័យឃើញខ្មោចហើយក៏គិតថាគឺជាមិត្តភ័ក្តិដែលមកលោលេងជាមួយនឹងខ្លួនទើបឆ្លើយទៅវិញថាកំពុងហូបបាយមិនឃើញទេអីសម្លាញ់ Ôi nhầm hộp đài mọc ta ba đi បាយអស់ហើយនៅសល់តែត្រីអាំងសល់តែផ្លូវមាន់នេះហូបអត់ Hộp ta Ta nè cầm lo Mình khai nhầm đi ấy មានអីទៅខ្លាចគ្នាយើងតាឯងជាមិត្តភ័ក្តិនឹងខ្ញុំមែនទេមកលងបន្លាចគ្នាធ្វើខ្មោចធ្វើអីណាគ្នាមិនខ្លាចទេ Mật quảng lâu mua ảo ấy đây សុផាមែនទេនឹងមកនិយាយជាមួយខ្ញុំធ្វើជាខ្មោចនឹងសុផាមែនទេ Lúc giờ cho nó lâm hai Mình mê đu tì Dễ cứ chỉ khmai bết bà gót ខ្ញុំមិនជឿទេកុំមកចេះថាកុំមកចេះលងបន្លាចនោះយើងមិនជឿទេ Ta thua giang mít Tiếp lúc rộng chưa nhóm Tha chỉ khmai bết bà gót ឥឡូវអញ្ចេះប្រសិនបើឯងជាខ្មោចពិតប្រាកដមែននោះសូមប្រែកាឡាខ្លួនជាសត្វកណ្ដុរមកខ្ញុំនឹងបានដឹងថាឯងជាខ្មោចពិតប្រាកដពេលនោះខ្មោចនាងភឹមក៏បានប្រែកាឡាខ្លួនជាសត្វកណ្ដុរមួយរំពេចចំណែកឯវិជ័យដឹងថាជាខ្មោចពិតប្រាកដហើយក៏រកវិធីការពារខ្លួនដោយនិយាយថាខ្ញុំនេះគឺជាគ្រូចាប់ខ្មោចណាដឹងទេ Ta nè miền Họp ta ở đây tư Ba chỉ tha chỉ cưng chạp khmai វិជ័យក៏បានយកកញ្ចក់ឆ្លោះមុខមកបង្ហាញខ្មោចស្រីនាងភឹមបានឃើញខ្មោចនៅក្នុងកញ្ចក់ក៏យល់ថាវិជ័យគឺជាគ្រូចាប់ខ្មោចពិតប្រាកដមែនហើយក៏បានសុំអង្វរវិជ័យកុំឲ្យធ្វើបាបខ្លួន Lúc cửu Cùng chạp khnyông đạc nông nâng ấy Khnyông sâu bằng vô Khnyông nâng trở lọt từ bên Mình mọc rộng khá lúc kỳ tê បានមិនអីទេយើងមិនធ្វើបាបនាងទេតែនាងឆាប់ចេញទៅវិញទៅខ្ញុំមិនចង់ឃើញមុខនាងទេកុំនៅយូរតិចលោកខ្ញុំបដូរចិត្ត Cha cha Lúc cửu Khnyông tao sân hai ថាហើយខ្មោចស្រីនាងភឹមក៏បានហោះទៅបាត់មួយរំពេចវិជ័យអន់ណាស់ក៏និយាយនឹងខ្លួនឯងថាគុំតែរកវិធីតន់គុំអីយ៉ាប់ហើយតែខ្មោចនេះរៀងឆោតម្យ៉ាងដែរតែស្មានតែមិត្តភ័ក្តិមកធ្វើខ្មោចឡងដឹងអីខ្មោចពិតមែនសោះសំណាងហើយឥឡូវរត់ទៅដេកពួនសិនហើយគួរតែនៅក្បែរព្រះពុទ្ធរូបហើយទៅបាន2ថ្ងៃក្រោយមកខ្មោចនាងភឹមក៏បានមករកវិជ័យម្ដងទៀតដើម្បីបញ្ជាក់ថាវិជ័យគឺជាគ្រូចាប់ខ្មោចពិតមែនវិជ័យក៏នៅតែយកកញ្ចក់ឆ្លោះមុខមកបង្ហាញខ្មោចនាងភឹមហើយខ្មោចនាងភឹមក៏ភ័យក៏រត់បាត់ទៅដូចលើកមុនទៀតវិជ័យគិតថាប្រសិនបើបែបនេះទៀតខ្មោចនៅតែមករំខានឥតឈប់ឈរធ្វើឲ្យគេមិនអាចរស់នៅសុខសាន្តឡើយដូច្នេះក៏បានទៅពឹងពាក់តាអាចារ្យដើម្បីមកជួយកម្ចាត់ខ្មោចនោះឲ្យទៅដល់ផ្ទះតាអាចារ្យវិជ័យក៏បាននិយាយប្រាប់រឿងរ៉ាវទាំងឡាយដែលបានកើតឡើងចំពោះខ្លួនឲ្យលោកតាអាចារ្យបានដឹងសពគ្រប់តែម្ដង
នៅវេលាយប់លោកតាអាចារ្យក៏បានយល់ព្រមមកផ្ទះរបស់វិជ័យហើយត្រៀមចាំជួបខ្មោចនោះខ្មោចស្រីនាងភឹមក៏បានមកដល់ទៀតហើយក៏បានជួបនិយាយជាមួយនឹងលោកតាអាចារ្យថា លោកតាជានរណាមិនបានជាមកខាត់ដំណើរខ្ញុំ យើងគឺជាគ្រូចាប់ខ្មោចជាតាអាចារ្យឯងស្គាល់យើងទេមិនបានជាឯងដើរលងគេមិនឈប់បែបនេះ មកពីខ្ញុំអបសក់ពេកលោកអាចារ្យ ឯងមិនដឹងថាខ្លួនឯងខុសទេមែនទេមិនបានជាចេះតែដើរលងគេមិនទៅនៅទីណាឲ្យស្ងាត់បាត់ទៅ ខ្ញុំក៏ចង់ដែរតែវាអបសក់ពេកណាលោកគ្រូ អើយហើយមិនបានជានាងមិនទៅចាប់ជាតិនឹងគេ ខ្ញុំក៏មិនដឹងដែរលោកអាចារ្យអើយខ្ញុំក៏មិនតន់ច្បាស់ដែរប្រហែលជាមិនតន់ដល់ពេលក៏មិនដឹងលោកអាចារ្យ យើងដឹងហើយតាមពិតនាងខ្វះបុណ្យកុសលបាបកម្មធ្ងន់ណាស់ប្រសិនបើនាងនៅតែលងបន្លាចគេបែបនេះมันអាចមានថ្ងៃទៅចាប់ជាតិបានទេត្រូវតែឈប់លងបន្លាចគេភ្លាមទៅ ចាខ្ញុំនឹងធ្វើតាមលោកអាចារ្យ ហើយមួយវិញទៀតយើងសូមផ្ដល់យោបល់ដល់នាង តើលោកអាចារ្យមានយោបល់អ្វីទៅឆាប់និយាយមកធ្វើមិនដេចឲ្យខ្ញុំឆាប់បានទៅចាប់ជាតិទៅ ពិតជាមានចូលនាងទៅវត្តអារាមដើម្បីទៅស្ដាប់លោកទេសនាដើម្បីបានយល់ច្បាស់ពីព្រះធម៌យល់ច្បាស់ពីកម្មនិងផលប្រសិនបើនាងទៅស្ដាប់លោកទេសនាយូរទៅប្រកាសជាយល់ច្បាស់ហើយភ្លាមនោះខ្មោចស្រីក៏បានលាលោកអាចារ្យហើយក៏ហោះទៅក្បែរវត្តហើយក៏បានសំងំស្ដាប់លោកទេសនានៅក្បែរវត្តអ្វីគ្រប់យ៉ាងកើតឡើងតាំងនៅហើយក៏រលត់ទៅវិញជាធម្មតាអនិច្ចំទុក្ខំអនត្តាពីរងាប់ដោយការមិនចងពៀណដ្ឋិសន្តិបរង្គសុខំគ្មានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់ឡើយបុគ្គលដែលប្រព្រឹត្តកម្មណានឹងទទួលបាននូវផលកម្មនោះជានិច្ចចូលសាងនៅអំពើល្អបន្ទាប់ពីបានស្ដាប់ព្រះធម៌អស់រយៈពេលជាង20ថ្ងៃក៏បានយល់ពីព្រះធម៌ហើយក៏បានតាំងចិត្តសច្ចានៅក្នុងចិត្តថានឹងឈប់ដើរលងបន្លាចអ្នកដទៃមិនបៀតបៀនអ្នកដទៃទៀតទីបំផុតខ្មោចនាងភឹមក៏បានរលាយខ្លួនបាត់ទៅចាប់ជាតិថ្មីចប់ដោយបរិបូរណ៍ការមិនបៀតបៀនអ្នកដទៃការសាងអំពើល្អរមែងទទួលបាននៅផលល្អនិងសេចក្តីសុខសូមអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនានៅវីដេអូសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទសូមអរគុណ